ក្រោយពីតនេវិការស្រោចទឹកបងកើតក៏បានឲ្យខ្ញុំនឹងបងរៀបចំដាំបន្លែដាំអីផងដែរពុកម៉ាងប្អូនមានដូចជាត្រប់ដើមរុំដើមម្ទេសហើយនឹងម្រះប្រោហើយក៏មានដើមអ្វីផ្សេងជាច្រើនទៀតផងដែរព្រោះអីគឺមិនសមអញថៅកែរបស់ខ្ញុំកើតក៏បានទៅក្រៅកើតក៏បានទិញម៉ូផងដែរហើយមុនកើតក៏ទិញម៉ូរៀងច្រើនផងដែរហើយចំពោះថ្ងៃនេះកើតក៏បានទិញម៉ូច្រើនដូចគ្នានឹងឯងពុកម៉ាងប្អូនដោយតែមួយឈុតក៏10ដើម20ដើម30ដើមហើយកន្លែងនឹងផងដែរកើតក៏បានឲ្យខ្ញុំនឹងបងយត់នាំគ្នារៀបចំដាំដើមរុំពុកម៉ាងប្អូនចំពោះដើមគេដីត្រួយក៏ល្អផងដែរហ្នឹងឯងពុកម៉ាងប្អូនកន្លែងហ្នឹងគឺក៏ដោយដាំដើមរុំផងដែរហើយចំពោះនឹងចការរបស់កើតគឺមានគ្រប់យ៉ាងពុកម៉ាងប្អូនគឺអត់ចន្លោះទេតាណាក៏មានដំណាំផងដែរហើយចំពោះដំណាំទាំងអស់ហ្នឹងពុកម៉ាងប្អូនមើលតែដើមនេះក៏ដឹងហើយពុកម៉ាងប្អូនគេដីគឺមានទាំងផ្កាទាំងផ្លែទាំងត្រួយខ្ចីល្អមែនទែនហើយដំណាំផ្ទះតកែរបស់ខ្ញុំគឺមានគ្រប់យ៉ាងហ្នឹងឯងពុកម៉ាងប្អូនចង់ហូបអីចង់ហូបបន្លែអីក៏មានកន្លែងហ្នឹងគិតក៏ដាំរបៀបបន្លែផ្សេងជាច្រើនផងដែរពុកម៉ាងប្អូនមើលតកែរបស់ខ្ញុំគិតនិយាយលេងជាមួយកូនចៅកន្លែងហ្នឹងផងដែរតោះពុកម៉ាងប្អូនអគីបានអាលីទៅគឿបលេក៏พูดไปបងជីណាបងជីបងយอดជីបងយอดជីเมื่อยเลยดิจีไม่มีจีแล้วนั่งเงียบจีបងភិវដឹងอยู่ไม่รู้เรื่องเมียนแพรเจริญใครจะได้ไปรั่วเลยดำไอ้นี่ดำไอ้ปิงเปาะแล้วก็ไอ้นี่จีพร้องนะนี่เต้าเกือบที่บันแพรเจริญนะเกือบปลาเจริญนะบอกจีบอกผิวสดับบ้านตีบอกผิวด่าไปเลยว่าอะไรอ่ะลูกเยอะๆให้ลูกเยอะๆวัฒกรរបស់ខ្ញុំគឺភាសាខ្មែរគឺកណ្ដឹងច្រើនពុកម៉ាងប្អូនគិតនិយាយបានច្រើនមែនទែនបើថាខ្ញុំនិយាយជាមួយបងអញ្ចឹងគឺគិតស្ដាប់សឹងតែនឹងបានទាំងអស់ផងដែរហ្នឹងឯងពុកម៉ាងប្អូនគិតឆ្លាតមែនទែនចំពោះតកែរបស់ខ្ញុំគឺគិតស្ដាប់យើងនិយាយតែម្ដងអញ្ចឹងគិតចាំតែម្ដងហ្នឹងឯងពុកម៉ាងប្អូនបើសម្រាប់ខ្ញុំគឺចប់តែម្ដងខ្ញុំតែខ្ញុំនិយាយ3ពួកគេនិយាយ3 4ដងនោះខ្ញុំចាំបានផងដែរហ្នឹងឯងពុកម៉ាងប្អូនប៉ុន្តែតកែរបស់ខ្ញុំគឺគិតឆ្លាតហើយក៏ក្បាលរបស់គាត់ក៏ល្អផងដែរហ្នឹងឯងពុកម៉ាងប្អូនហើយខ្ញុំនឹងបងក្រោយពីដាំត្រប់វែងដាំអីរួចក៏បាននាំគ្នារៀបចំយកម្រះប្រោមកដាំខាងនេះផងដែរហ្នឹងឯងពុកម៉ាងប្អូនចំពោះម្រះប្រោគឺតកែរបស់ខ្ញុំគឺកាត់ទិញម៉ូដែលពុកម៉ាងប្អូនវាក៏ដោះដោយខ្លួនឯងក៏ច្រើនផងដែរប៉ុន្តែតកែរបស់ខ្ញុំក៏ចង់ឲ្យវាមានច្រើនគាត់ក៏បានទិញបន្ថែមមកក្នុងមួយថងហ្នឹងគឺ10បាតឬមួយក៏1000រៀលទេពុកម៉ាងប្អូនគឺអត់ថ្លៃទេកន្លែងហ្នឹងក៏ដាំជាម្រះប្រោក្រុមរបស់វាមានម្ទេសមានអីហើយក៏មានដូងមានក្រូចឆ្មាមានក្រូចសើចមានគ្រប់យ៉ាងតែម្ដងនៅកន្លែងនេះហើយចំពោះកន្លែងនេះវិញក៏មានជាលហុងមានអីកន្លែងហ្នឹងគឺបងមើលនៅបងភីវក៏ដាំហ្នឹងគឺក៏រៀបចំដាំលហុងខាងនោះបន្តិចផងដែរកន្លែងតកែរបស់ខ្ញុំគាត់ក៏បានឲ្យខ្ញុំនឹងបងយត់ហ្នឹងគឺរៀបចំកាត់ត្រប់ពុតញោមឬមួយក៏ត្រប់ចង្កមហ្នឹងឯងពុកម៉ាងប្អូនកាត់តែងវាពេលដើមវាធំឬមួយក៏ដើមវារបៀបអត់សូវមានផ្លែពុកម៉ាងប្អូនគឺគេត្រូវកាត់តែងចឹងឯងដើម្បីឲ្យវាលះលក់ម៉ូសាថ្មីហើយវាក៏ផ្លែម៉ូសាថ្មីផងដែរហ្នឹងឯងពុកម៉ាងប្អូនហើយចំពោះត្រប់ចង្កមឬមួយក៏ត្រប់ពុតញោមហ្នឹងគឺវាដុះដោយខ្លួនឯងទេពុកម៉ាងប្អូនគឺខ្ញុំអត់បានដាំទេវាដុះដោយខ្លួនឯងព្រោះឯត្រប់ចង្កមនៅផ្ទះតកែរបស់ខ្ញុំគឺច្រើនហើយគ្រឿវាជ្រុះពេញណាពេញណីទៅវាក៏ដុះពេញណាពេញណីដូចតែខ្ញុំកាត់ស្មៅក៏អីឃើញខ្ញុំចេះទុកពុកម៉ាងប្អូនចេះទុកអាណានៅក្បែរដៃខ្ញុំក៏ទុកកន្លែងហ្នឹងបងភីវក៏រៀបចំដាំលហុងតាមចន្ទៈមិត្តច្រាំងផងដែរខ្ញុំក៏រៀបចំបេះហើយផ្លែត្រប់ចង្កមឬមួយក៏ត្រប់ពុតញោមណាដែលយើងអាចហូបបានក៏បេះទុកទៅហើយគេរៀបចំមកសម្អាតកន្លែងហ្នឹងផងដែរហើយមានទាំងពេលលហុងហូឡែនមានម្ទេសមានអីមិនខ្វះទេពុកម៉ាងប្អូនអាកន្លែងនេះគឺដោយកន្លែងយើងដាំរបៀបដំណាំតែម្ដងកន្លែងនេះគឺមានម្ទេសមានលហុងគឺមានគ្រប់យ៉ាងតែម្ដងនៅកន្លែងហ្នឹងមានដើមអាមេរិកមានអីហើយមានម្ទេសមិចស៊ីកូម្ទេសកាណាដាគឺមានគ្រប់យ៉ាងពុកម៉ាងប្អូនមានទាំងពីស្លឹកបាសស្លឹកអីស្លឹកបាសវាក៏ដោះដោយខ្លួនឯងបើថាដែលអាណាដែលវានៅក្បែរដៃអញ្ចឹងខ្ញុំក៏រៀបចំដូចថាទុកវាផងដែរហើយកន្លែងហ្នឹងតកែរបស់ខ្ញុំគិតក៏បានឲ្យខ្ញុំហ្នឹងគឺដាំម្ទេសវែងពុកម៉ាងប្អូនព្រោះឯនៅទីនេះគឺមានតែម្ទេសអាចសាត់ទៅខ្ញុំក៏បានប្រាប់តកែរបស់ខ្ញុំឲ្យកាត់ដាំម្ទេសវែងផងព្រោះម្ទេសវែងគឺយើងបុកអំបិលហ្នឹងគឺឆ្ងាញ់ហ្នឹងឯងពុកម៉ាងប្អូនហើយតកែរបស់ខ្ញុំគិតក៏បានយកជីយកអីមកដាក់ផងដែរបងភីវក៏ជួយជូនម្នាក់ម្ដាយមួយជើងមើលដើមគះដៃពុកម៉ាងប្អូនដើមគះដៃគឺល្អមែនទេណាគះដៃហ្នឹងគឺវាដោះដោយខ្លួនឯងគឺមិនបានដាំបានអីទេព្រោះឯដីកន្លែងហ្នឹងគឺដីចាស់របស់គេស្មៃបដើមមិញពុកម៉ាងប្អូនស្មៃបដើមមិញគឺគេដាំគះដៃដាំអីទៅកូនគះដៃដោះពេញណាពេញណីតំដងកន្លែងតកែរបស់ខ្ញុំគិតក៏បានឲ្យខ្ញុំដូរកថាងដើមនេះផងដែរគេហៅថាដើមសុនពុកម៉ាងប្អូនបើខ្មែរយើងផែដើមស្រល់ហ្នឹងពុកម៉ាងប្អូនខ្ញុំក៏មិនសូវដឹងផងដែរជាស្រ័យផងហ្នឹងឯងពុកម៉ាងប្អូនហើយតកែរបស់ខ្ញុំគិតក៏បានអួយពូនមួយគេរៀបចំដាំម្ទេសនៅកន្លែងហ្នឹងមួយកន្លែងទៀតព្រោះដាំនៅខាងនោះគឺដាំ
ำเวียดออกเต้าเกิดกับบานเรียบจำออยมาดำครั้งนี้คือมาตีเจริญพวกมาว่าเรื่องการบลบล็อกไอ้ยมเทิมโฮไปยมเต้นเดอเบเดอบอยนกแบกแบนึงไอ้ยังไงพวกมาพวนตะแกเกิดกับเดอดะจีดะไอ้เต้าเกิดก็ยังเลี้ยงจมูกคนเจ้าเกิดน้อยจมูกคนเจ้ามาปรึกพอนักเลยนึงมันไปเวียมันสีเจดตัวไอ้คือยมโยเจจะเจต้มโยมจอกเลยนึงมันไปสีพอนักมันไปโจจัดนะตะแกบอกยมเกิดกับบันดาจะในไตรเลยนึงให้จะพวกสลักมวยพรบอกเกิดพวกมาพวนคือไตรจรนะสลักสไตร์มันเต้นนอนใดตะแกบอกยมคือเมียนตึกเมียนไตรเมียนใดเมียนนำโดยพวกแม่บองโอนจ่าไปเดิมกัดนิยัยหนึ่งไงพวกมาปนคือมีครบยางแต่ดอกเลยน้องปนเมื่อยกัดเกิดจอมสลอยตึกสลอยไอ้กรอยปีดำไอ้รวดยังไงพวกมาปนดำรวดกัดตะแกรงบ่ย้อมเกิดกับบานออยปนเมื่อยบ่งยอดบ่งพิวย้อมนำขณีสลอยตึกตุกดะแต่ดอกหนึ่งไอ้พวกมาปนโปรไอ้คืออย่างดำรวดเยอะกับเราแต่สลอยแต่ดอกเนี่ยมาจำเพลงจำใบเตะคลายเดิมวิออนพวกมาปนมือแต่มาเตะกระดังไอ้มาเตะกิจรามันเตะเมียนตั้งเป็นตรับเวงตรับไอ้ให้เมียนตั้งเป็นละห้องฮอลแลนด์เลยนึงบางยอดเกิดเรียบจอมสลอยข้างนอกเต้าให้บางผิวเกิดเรียบจอมสลอยขนาดแจกในสลอยปล่อยคือการเงียบปรึกนี่ก็เรียงจรพองได้ถึงดำไอ้ไงพวกมาโอนให้บางผิวเกิดเรียบจอมสลอยขนาดเกิดกับบานสลอยเจียเดิมมารุมพองได้ไงพวกมาโอนปล่อยคือตะการบางยมเกิดกับโจจัดโฮปเบียบตรุยมารุมมวยกับแพลมารุมพองได้ปล่อยแพลเวียยังกับอาโยสลอมาจูเครื่องกับบานพองได้รีสลักเวียยังอาโยสลอโก้ให้นุ่งสลอประเฮบานพองได้ให้ปนมวยบางยอดเกิดกันเนี่ยเรียบจอมจุยสลอยគ្នាផងដែរព្រោះចិត្តដល់បងហើយពុកម៉ែបងប្អូនសម្រាប់ការងារខែភ្លេងអញ្ចឹងគឺមានតែការងាររបៀបការងារកាត់ស្មៅឬមួយក៏ការងារដាំដំណាំបូចស្មៅបូចអីតាមសួនច្បារតាមដើមម្ទេសតាមដើមដំណាំរបស់យើងហ្នឹងឯងពុកម៉ែបងប្អូនចំពោះការងាររបៀបខែភ្លេងឬមួយក៏ខែវស្សាបើថាខែប្រាំងវិញគឺមានតែការងាររបៀបស្រោចទឹកពុកម៉ែបងប្អូនព្រោះអីខែប្រាំងគឺវាស្ងួតហែងពុកម៉ែបងប្អូនគឺវាស្ងួតហែងតរឿងស្មៅរឿងអីក៏វាអត់ដោះអត់អីទេគឺវាក្រិនវាងឹបនៅក្នុងដីហ្នឹងឯងហើយដូច្នោះហើយក៏អត់បានកាត់ស្មៅកាត់អីទេខែប្រាំងក៏បើថាខែវស្សាអញ្ចឹងគឺការងារភាគច្រើនគឺកាត់ស្មៅកាត់អីហើយនឹងដាំដំណាំដាំអីហ្នឹងឯងពុកម៉ែបងប្អូនហ្នឹងឯងចំពោះការងាររបស់ខ្ញុំប្រចាំថ្ងៃនៅក្នុងផ្ទះតកែរបស់ខ្ញុំគឺអត់ដែលថាខ្វះការងារទេពុកម៉ែបងប្អូនចំពោះមួយឆ្នាំទៅមួយឆ្នាំគឺធ្វើវិលចុះវិលឡើងដូចការងារចាប់ឆាយនឹងវិលចុះវិលឡើងវិលចុះវិលឡើងមួយឆ្នាំទៅមួយឆ្នាំព្រោះអីនៅផ្ទះតកែរបស់ខ្ញុំហ្នឹងគឺដីកធំពុកម៉ែបងប្អូនដីគិតនឹង5ហិកតាផងដែរបូកទាំងដីក្មួយប្រុសរបស់គិត2ហិកតាផងគឺទាំងអស់7ហិកតាផងដែរនឹងឯងពុកម៉ែបងប្អូនគឺដីគិតធំមែនទែនកន្លែងហ្នឹងគឺដីក្មួយប្រុសរបស់គិតហ្នឹងគឺគិតទិញបានមួយឆ្នាំទាំងផងដែរហើយគិតនឹងគម្រោងលើកផ្ទះនៅឆ្នាំក្រោយហើយគិតក៏បានអោយថៅកែប្រុសរបស់ខ្ញុំហ្នឹងគឺគិតដាំតរេនដាំអីផងដែរគិតដាំដំណាំដើម្បីទុកដាក់អោយក្មួយប្រុសរបស់គិតហើយចំពោះលហុងហ្នឹងគឺវាដោះដោយខ្លួនឯងទេពុកម៉ែបងប្អូនគឺដំណាំគ្រប់យ៉ាងគឺមានគ្រប់យ៉ាងតែម្ដងហើយកន្លែងហ្នឹងគិតក៏ដាំជាអ្វីផ្សេងហើយខ្ញុំក៏ដាំជានំក្អូបពុកម៉ែបងប្អូនមាននំក្អូបមានអីផងដែរដំណាំគឺមានគ្រប់យ៉ាងតែម្ដងគឺស្រស់ស្រាយនៅផ្ទះតកែរបស់ខ្ញុំហើយមានទាំងពីស្លឹកម្រុំអធិស្ឋានផងនេះគេហៅថាដែលផ្កាំងកាញ់ដើមកាញ់ហ្នឹងឯងពុកម៉ែបងប្អូននេះគេហៅថាត្រួយកាញ់ហ្នឹងគឺយើងអាចយកទៅស្លុកខ្ទិះបានផងដែរហ្នឹងឯងពុកម៉ែបងប្អូនគឺវាជំនួយសុខភាពល្អមែនទែនគឺចំពោះត្រួយកាញ់ផ្កាំងកាញ់គឺវាជំនួយសុខភាពអានេះគឺដើមផ្កាពុកម៉ែបងប្អូនហើយចំពោះផ្កាវាគឺក្រអូបឈ្ងុយតែម្ដងគឺវាផ្កាច្រើនអញ្ចឹងដល់ពេលដូចថាយើងនៅខាងក្រោមខ្យល់បក់ផៃផាត់មកគឺក្លិនវាមួយឈ្ងុយឆ្ងប់តែម្ដងហ្នឹងឯងពុកម៉ែបងប្អូនប៉ុន្តែផ្កាវានៅអត់បានយូរទេដូចតែត្រូវខ្យល់អញ្ចឹងវាក៏ជ្រុះនឹងសកពោឲ្យក្លិនវាក៏ក្រអូបផ្កាវាល្អិតតូចមែនប៉ុន្តែវាផ្កាច្រើនហ្នឹងវាក្លិនវាលំបែកភីតែម្ដងហ្នឹងឯងពុកម៉ែបងប្អូនក៏បានស្រូបក្លិនវា3 4 5 6ថ្ងៃផងដែរតម្រាំនឹងបានផ្កាវារួយអស់ហ្នឹងឯងពុកម៉ែបងប្អូនប្រហែលជាស្រ័យផងប្រហែលជាមួយអាទិត្យឬមួយក៏កន្លះខែ 4 10ថ្ងៃបានវាអស់ផ្កានឹងទេសភាពជុំវិញទីធ្លាស្រះតកែរបស់ខ្ញុំស្រះក្មួយប្រុសរបស់គាត់ហើយចំពោះបងភីវកន្លែងហ្នឹងគាត់ក៏បានស្រោចទឹកខាងលើរួចហើយគាត់ក៏បានរៀបចំមួយជួយស្រាវខ្សែតយូពូនមើយផងដែរនឹងឯងពុកម៉ែបងប្អូនជាស្រ័យផងឃើញនិយាយរបស់ខ្ញុំខាត់ដាច់ចឹងឯងពុកម៉ែបងប្អូនវីដេអូរឿងវែងពេកទៅនិយាយយូរទៅចង់ពុលខ្លួនឯងផងដែរកន្លែងហ្នឹងបងភីវគាត់ក៏ដើរចុះដល់ឡើងពូនមើយគាត់ក៏ឲ្យជួយទិញតយូខ្ញុំគេរៀបចំទៅបិទទឹកបិទអីផងដែរចំពោះវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃមើលវីដេអូខ្ញុំដល់ចប់ផងដែរហើយកន្លែងហ្នឹងគឺចន្ទរៈកន្លែងផ្ទះតកែរបស់ខ្ញុំគឺទេសភាពស្រស់ស្អាតព្រោះផ្ទះតកែរបស់ខ្ញុំគឺផ្ទះរបស់គាត់នៅលើភ្នំពុកម៉ែបងប្អូនហើយចំពោះវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេបាយអរគុណពុកម៉ែបងប្អូនជម្រាប